ជារឿងរ៉ាវរបស់ក្មេងប្រុសក្រីក្រម្នាក់ដែលមានស្នេហាជាមួយនឹងកល្យាណីនៃពិភពនេះប៉ុន្តែស្នេហារបស់ពួកគេត្រូវបានស្ដេចនៃនគរពារាណសីចង់ដណ្ដើមយកធ្វើជាមហេសីតែបុរសក្រីក្រនោះត្រូវធ្វើដូចម្ដេចទើបជួយរំដោះនាងកល្យាណីបានពីស្ដេចនៃនគរពារាណសីចង់ដឹងថារឿងនេះមានភាពជូរចត់សប្បាយរីករាយឬអារម្មណ៍បែបណាសូមអញ្ជើញតាមដានទស្សនាទាំងអស់គ្នានៅរឿងកែវរាំងសីកល្យាណីពិភពនេះសូមជួយចុច Subscribe ដើម្បីលើកទឹកចិត្តនាងខ្ញុំផលិតវីដេអូថ្មីៗបន្តនៅក្នុងភូមិមួយឈ្មោះបច្ចន្ទក្រៀមស្ថិតនៅខាងត្បូងនៃក្រុងពារាណសីក្នុងភូមិនេះមានគ្រួសារក្រីក្រមួយមានគ្នា3នាក់គឺឪពុកម្ដាយនិងកូនប្រុសអាយុ1ខែឈ្មោះកែវរាំងសីពួកគេក្រីក្រខ្លាំងណាស់សូម្បីតែសម្លៀកបំពាក់ក៏មិនមានសម្រាប់ស្លៀកដែរពួកគេក៏បាននាំគ្នាទៅសុំទាននិងសុំសម្លៀកបំពាក់ចាស់ៗពីអ្នកភូមិប៉ុន្តែអ្នកភូមិទាំងឡាយបែរជារើសអើងនិងមិនព្រមជួយអ្វីសោះឡើយមានតែនាយរក្សាម្នាក់គត់ដែលជាអ្នកគ្រប់គ្រងផ្ទះបានបែងចែកសម្លៀកបំពាក់ឲ្យពួកគេព្រោះគាត់សង្ឃឹមថានៅពេលដែលកែវរាំងសីធំឡើងគាត់នឹងអាចហៅឲ្យមកធ្វើការបម្រើបាននៅពេលដែលប្តីប្រពន្ធក្រីក្រនេះដឹងថាពួកគេត្រូវបានអ្នកភូមិរើសអើងពួកគេក៏សម្រេចចិត្តនាំកែវរាំងសីទៅរស់នៅក្នុងព្រៃវិញដោយជីកដំឡូងនិងបោះបាញ់សត្វសម្រាប់ចិញ្ចឹមជីវិតអ្នកទាំង3រស់នៅក្នុងព្រៃរហូតដល់កែវរាំងសីមានអាយុ4ឆ្នាំឪពុករបស់កែវរាំងសីបានចេញទៅជីកដំឡូងដូចរាល់ថ្ងៃប៉ុន្តែថ្ងៃនោះគាត់បានជីកទៅជួបដំឡូងដ៏ធំមួយដែលចាក់ឬជ្រៅណាស់ឪពុករបស់កែវរាំងសីព្យាយាមជីកដំឡូងនោះឡើងប៉ុន្តែទោះជាជីករណ្ដៅដល់ក្បាលហើយក៏ដោយក៏នៅតែមិនឃើញចុងដំឡូងសោះជីកកាន់តែជ្រៅរណ្ដៅកាន់តែធំក្នុងពេលដែលឪពុករបស់កែវរាំងសីកំពុងតែជីកក៏មានភ្លៀងធ្លាក់ខ្លាំងណាស់រួមជាមួយនឹងទឹកជំនន់ហូរមកដីដែលសើមដោយទឹកភ្លៀងនោះរអិលរហូតធ្វើឲ្យឪពុកកែវរាំងសីមិនអាចឡើងពីរណ្ដៅបានទីបំផុតឪពុករបស់កែវរាំងសីក៏ត្រូវទឹកភ្លៀងនិងដីដែលជីកនោះកាប់ស្លាប់នៅក្នុងរណ្ដៅសល់តែចុងសក់ដែលផុតចេញពីដីចាប់តាំងពីពេលនោះមកកែវរាំងសីក៏ខ្លាចទៅជាក្មេងកំព្រាឪពុករស់នៅជាមួយនឹងម្ដាយតែ2នាក់រហូតដល់កែវរាំងសីធំពេញកំឡោះអាយុ15ឆ្នាំនាយរក្សានៅក្នុងភូមិបច្ចន្ទក្រៀមដែលកំពុងត្រូវការអ្នកបម្រើក៏នឹកឃើញដល់កែវរាំងសីហើយក៏គិតថាឥឡូវប្រហែលជាពេញកំឡោះហើយនាយរក្សាក៏ប្រញាប់ទៅផ្ទះរបស់ម្ដាយកែវរាំងសីហើយបានអញ្ជើញកែវរាំងសីទៅធ្វើការនៅផ្ទះរបស់ខ្លួនប៉ុន្តែកែវរាំងសីមិនព្រមទៅទេព្រោះគាត់បារម្ភពីម្ដាយខ្លាចក្រែងម្ដាយនៅតែម្នាក់ឯងនៅក្នុងព្រៃមិនមានសុវត្ថិភាពទោះបីជានាយរក្សាព្យាយាមលួងលោមយ៉ាងណាក៏ដោយក៏កែវរាំងសីមិនព្រមឡើយដោយសារតែកែវរាំងសីនៅតែបដិសេធមិនព្រមចាក់ចេញពីម្ដាយជាដាច់ខាតនាយរក្សាក៏ត្រូវត្រឡប់ទៅផ្ទះវិញដោយក្តីចិត្តហើយមានគំនុំគុំគួននឹងម្ដាយកូនទាំងពីរចាប់តាំងពីពេលនោះមកកែវរាំងសីនិងម្ដាយនៅតែបន្តរស់នៅយ៉ាងសាមញ្ញនិងមានក្តីសុខដូចដើមរហូតដល់ថ្ងៃមួយមានមេគោមួយក្បាលបានកាត់កូននៅក្បែរផ្ទះរបស់កែវរាំងសីទាំងពីរអ្នកម្ដាយនិងកូនក៏បានយកគោសនេះមកចិញ្ចឹមដោយកែវរាំងសីតែងតែនាំគោសឲ្យទៅស៊ីស្មៅបៃតងជារៀងរាល់ថ្ងៃនៅថ្ងៃមួយខណៈពេលដែលកែវរាំងសីកំពុងនាំគោសឲ្យទៅស៊ីស្មៅគាត់ក៏បានជួបនឹងកំឡោះសង្ហាម្នាក់ឈ្មោះថារាជាគឺជាកូនប្រុសរបស់មហានាគរាជពីពិភពនាគក្រោមដីដែលតែងតែលួចឡើងមកលេងនៅឋានមនុស្សជាប្រចាំថ្ងៃនេះគាត់ក៏មានឱកាសបានជួបនឹងកែវរាំងសីដោយសារអាយុស្របាលគ្នាពួកគេក៏បាននិយាយត្រូវគ្នាហើយបានយល់ព្រមធ្វើជាមិត្តភក្តិនឹងគ្នាយ៉ាងរហ័សចាប់តាំងពីពេលនោះមករាជាតែងតែឡើងមកលេងនៅឋានមនុស្សជាញឹកញាប់ដើម្បីជួបនឹងកែវរាំងសីនិងម្ដាយរបស់គាត់តែងតែនាំយកអាហារទឹកពីនគរមកចែកជូនអ្នកទាំងពីររហូតដល់ថ្ងៃមួយរាជាក៏នឹកឃើញចង់បានកោសរបស់កែវរាំងសីទៅចិញ្ចឹមនៅនគរនេះនៅពេលដែលមិត្តចង់បានកែវរាំងសីក៏មិនជំទាស់ឡើយហើយបានយល់ព្រមប្រគល់កោសនោះឲ្យទៅរាជាដោយរីករាយប៉ុន្តែបន្ទាប់ពីរាជាបានយកកោសនោះទៅចិញ្ចឹមនៅនគរនេះហើយគាត់ក៏ត្រូវនាគាជាឪពុកស្ដីបន្ទោសថាហេតុអ្វីបានជាទៅយកគោរបស់គេទៅទេមិនចេះតបស្នងគុណគេវិញរាជាដែលបានលើដូច្នេះក៏គិតថាខ្លួនពិតជាខុសគាត់ក៏បានសម្រេចចិត្តរៀបចំផែនការលួចតបស្នងសងគុណកែវរាំងសីដោយស្ងាត់ដោយបាននិមិត្តរណ្ដៅជ្រៅមួយពីមុខផ្ទះរបស់កែវរាំងសីនៅលើឋានមនុស្សឲ្យទម្លុះដល់ពិភពក្រោមដីរបស់ខ្លួនរួមជាមួយគ្នានេះក៏បានបណ្ដាលឲ្យមានក្លិនក្រអូបឈ្ងុយឈ្ងប់ជា
ចេញពីរណ្ដៅនោះនៅពេលប្រឡឹមមកដល់ក្លិនក្រអូបពីក្នុងរណ្ដៅក៏បានសាយភាយចេញពេញទីក្រុងព្រះបាទព្រហ្មទត្តស្ដេចនៃទីក្រុងពារាណសីកាលបាទទ្រង់បានធំក្លិនក្រអូបពីពិភពក្រោមដីក៏កើតសេចក្តីសង្ស័យថាតើប្រភពនៃក្លិននេះមកពីណាព្រះបាទព្រហ្មទត្តរួមជាមួយនឹងបរិវារក៏ប្រញាប់ចេញទៅស្វែងរកប្រភពនៃក្លិនរហូតដល់ភូមិបច្ចន្តក្រៀមនាយរក្សាក៏បានយាងស្ដេចចូលទៅក្នុងព្រៃបន្តដើម្បីស្វែងរកប្រភពក្លិនក្រអូបនោះរហូតដល់ពួកគេបានមកដល់ផ្ទះរបស់កែវរាំងសីគ្រប់គ្នាបានឃើញរណ្ដៅជ្រៅនៅមុខផ្ទះរបស់កែវរាំងសីក៏គិតគ្នាថារណ្ដៅនេះជ្រៅណាស់ប្រហែលជាជ្រៅដល់នគរនាគហើយមានកំណាប់ឬរបស់វិសេសនៅខាងក្នុងជាមិនខានប៉ុន្តែប្រសិនបើចោះទៅដោយខ្លួនឯងព្រះរាជាក៏មិនហ៊ានដែរព្រះបាទព្រហ្មទត្តក៏ចង់រកអ្នកស្ម័គ្រចិត្តចោះទៅក្នុងរណ្ដៅជំនួសព្រះអង្គពេលនោះនាយរក្សាដែលនៅមានគំនិតគុំគួននឹងកែវរាំងសីក៏ប្រញាប់ខាត់ព្រះរាជាហើយព្យាយាមទូលទៅព្រះបាទព្រហ្មទត្តឲ្យទ្រង់ចាត់ឈ្មោះកែវរាំងសីឲ្យចោះទៅរណ្ដៅនោះដោយអះអាងថារណ្ដៅអាត់កំបាំងនេះស្ថិតនៅមុខផ្ទះកែវរាំងសីស្រាប់ដូច្នេះមានតែកែវរាំងសីម្នាក់គត់ដែលអាចចោះទៅបានកាលបើព្រះព្រហ្មទត្តបានឮដូច្នេះក៏យល់ព្រមទ្រង់ក៏បានបញ្ជាឲ្យទាហានរៀបចំឧបករណ៍សម្រាប់ទម្លាក់មនុស្សនៅក្នុងរណ្ដៅជ្រៅភ្លាមពួកគេបានរៀបចំខ្សែរ៉តនិងកន្ត្រកផ្ដៅធំមួយចងខ្សែឲ្យមាំមួនដើម្បីប្រើសម្រាប់ទម្លាក់កែវរាំងសីនៅក្នុងកន្ត្រកផ្ដៅនោះចុះទៅក្នុងរណ្ដៅនៅពេលអ្វីៗគ្រប់យ៉ាងរួចរាល់កែវរាំងសីក៏ចូលទៅក្នុងកន្ត្រកទោះបីជាកែវរាំងសីភ័យខ្លាចខ្លាំងយ៉ាងណាក៏ដោយគាត់មិនអាចជំទាស់នឹងបញ្ជារបស់ព្រះរាជាបានឡើយហើយក៏បង្ខំចិត្តចុះទៅក្នុងរណ្ដៅអាត់កំបាំងនោះតែម្នាក់ឯងកែវរាំងសីត្រូវបានទម្លាក់ចុះទៅកាន់ពិភពក្រោមដីបន្តិចម្ដងរហូតចុះទៅដល់នគរនាគដោយជោគជ័យនៅខាងក្រោមនោះរាជាជាមិត្តល្អរបស់គាត់កំពុងរងចាំទទួលស្រាប់កែវរាំងសីក៏រីករាយនឹងធូរចិត្តខ្លាំងណាស់នៅពេលបានជួបមិត្តចាស់រាជាក៏ប្រញាប់នាំមិត្តទៅជួបនឹងនាគដែលជាឪពុករបស់ខ្លួនហើយបានប្រគល់មាសពេជ្រកៅកងឲ្យទៅកែវរាំងសីដើម្បីតបស្នងកែវរាំងសីដែលកែវរាំងសីបានឲ្យកោសលទៅគាត់កែវរាំងសីក៏ទទួលយកកំណប់ទាំងនោះហើយបានសប្បាយរីករាយជាមួយនឹងពិធីជប់លៀងនៅក្នុងនគរនាគយ៉ាងអធិកអធមក្នុងអំឡុងពេលដែលកែវរាំងសីនៅក្នុងពិភពក្រោមដីនោះនៅមាត់រណ្ដៅចូលនគរនាគនៅតែមានទាហានយាមមើលខ្សែជានិច្ចព្រោះបើខ្សែរង្គើនៅពេលណាទាហាននឹងប្រញាប់ទាញកែវរាំងសីឡើងមកភ្លាមទាហានដែលរងចាំទាំងនោះត្រូវដេកក្រោមមេឃសេះដេកខ្សាច់យ៉ាងលំបាកអស់ជាច្រើនថ្ងៃព្រោះកែវរាំងសីបានជួយចិត្តនឹងភាពសុខស្រួលនៅក្នុងនគរនាគគាត់ក៏បានរស់នៅទីនោះអស់រយៈពេលយ៉ាងយូររហូតដល់កែវរាំងសីបានជួបនឹងស្នេហាដែលជានាងមយូរាជាប្អូនរបស់រាជអ្នកទាំងពីរក៏បានរស់នៅជាមួយគ្នាដោយសេចក្តីសុខនៅក្នុងនគរនាគរាល់យប់រាល់ថ្ងៃរហូតដល់ពេលវេលាកន្លងផុតទៅអស់រយៈពេលជាង3ខែកែវរាំងសីក៏នឹកឃើញថាខ្លួនត្រូវតែត្រឡប់ទៅឋានមនុស្សវិញព្រោះបានបោះបង់ម្ដាយចោលជាយូរពេកហើយនាងវយូរាក៏សូមឡើងទៅជាមួយដែរនៅពេលដែលយល់ព្រមគ្នាហើយអ្នកទាំងពីរក៏ទៅលាព្រះអង្គនាគនិងរាជារៀបចំរបស់របរនិងកែវពេជ្រមាសប្រាក់និងរបស់មានតម្លៃដាក់ចូលទៅក្នុងកន្ត្រកផ្ដៅកែវរាំងសីបានឲ្យនាងវយូរាឡើងទៅរងចាំនៅក្នុងកន្ត្រកមុនចំណែកឯខ្លួនក៏បន្តរៀបចំកំណត់តាមក្រោយទាហាននៅខាងលើក៏មានអារម្មណ៍ថាខ្សែរង្គើបន្ទាប់ពីវាស្ងៀមស្ងាត់អស់រយៈពេលយ៉ាងយូរក្រុមទាហានដែលយាមក៏ប្រញាប់ទាញកន្ត្រកផ្ដៅឡើងយ៉ាងលឿននៅពេលដែលកន្ត្រកផ្ដៅឡើងមកដល់មាត់រណ្ដៅពួកគេបែរជាមិនបានជួបនឹងកែវរាំងសីដោយតែបានគិតឡើយតែបែរជាបានជួបនឹងនាងវយូរាដ៏ស្រស់ស្អាតនិងកំណាប់ជាច្រើនទៅវិញនាយរក្សាដែលស្ថិតនៅក្នុងហេតុការណ៍នោះក៏គិតថានឹងយកកំណាប់និងស្រីស្អាតនោះទៅថ្វាយព្រះបាទព្រហ្មទត្តប៉ុន្តែនាងវយូរាប្រកែកមិនព្រមទៅឡើយហើយបានយំសោកនឹកស្វាមីនិងប្រាប់ឲ្យទាហានទម្លាក់កន្ត្រកចុះទៅជួយកែវរាំងសីជាស្វាមីរបស់នាងឲ្យឡើងមកដែរប៉ុន្តែនាយរក្សាដែលនៅមានគំនុំគុំគួននឹងកែវរាំងសីគាត់ក៏មិនចង់ជួយកែវរាំងសីឲ្យឡើងមកវិញទេគាត់បានប្រើល្បិចធ្វើជាជួយប្រសិនបើនាងវយូរាយល់ព្រមទៅជួបនឹងព្រះបាទព្រហ្មទត្តជាស្ដេចនាងវយូរា
ដែលមិនយល់អំពីល្បិចកិច្ចការរបស់មនុស្សក៏ជឿតាមនិងធ្វើតាមនាយរក្សាគ្រប់យ៉ាងទីបំផុតកំណាប់ទ្រព្យរបស់កែវរាំងសីក៏ត្រូវបានព្រះបាទព្រហ្មទត្តរឹបអូសយកទាំងអស់នាងវិយុរាក៏ត្រូវបាននាំទៅឃុំឃាំងនៅក្នុងប្រាសាទដើម្បីរងចាំអភិសេកជាមួយនឹងស្ដេចប៉ុន្តែនៅពេលដែលនាងវិយុរាដឹងថាខ្លួនត្រូវគេបញ្ឆោតនិងស្ថិតនៅក្នុងភាពគ្រោះថ្នាក់នាងក៏បានបំលែងខ្លួនជានាគបើកពពាដើម្បីព្យាយាមរត់គេចប៉ុន្តែមិនអាចរត់ចេញពីប្រាសាទបានទេព្រោះមានទាហានប្រដាប់អាវុធជាច្រើនព័ទ្ធជុំវិញប្រាសាទមិនឲ្យនាងរតនាបានឡើយនាងវិយុរាក៏បានតែការពារខ្លួនដោយបំលែងខ្លួនជានាគជានិច្ចដើម្បីកុំឲ្យព្រះបាទព្រហ្មទត្តហ៊ានចូលចិត្តនាងចំណែកម្ដាយរបស់កែវរាំងសីដែលរងចាំនៅមរណ្ដៅដូចគ្នាបន្ទាប់ពីទាហានបានបោះបង់កូនប្រុសរបស់គាត់នៅក្នុងរណ្ដៅគាត់ក៏ព្យាយាមស្រែកហៅកូនប្រុសនិងព្យាយាមជួយកូនប្រុសឲ្យឡើងមកវិញប៉ុន្តែគាត់គ្មានកម្លាំងគ្រប់គ្រាន់ដើម្បីទាញកូនឡើងមកវិញទេចំណែកកែវរាំងសីដែលនៅខាងក្រោមបន្ទាប់ពីគាត់ត្រូវបានគេបោះបង់នៅក្នុងរណ្ដៅមិនយូរប៉ុន្មានគាត់ក៏ដឹងថាភរិយានិងកំណប់ទ្រព្យរបស់គាត់ត្រូវបានគេរឹបអូសយកទៅអស់ហើយកែវរាំងសីក៏ប្រញាប់ត្រឡប់ទៅរកព្រះអង្គនិងរាជាវិញដើម្បីសុំជំនួយព្រះអង្គនាគបារម្ភចំពោះកូនស្រីខ្លាំងណាស់ប៉ុន្តែគាត់មិនអាចចាក់ចេញពីនគរក្រោមដីបានឡើយគាត់ក៏សម្រេចចិត្តប្រគល់កែវវិសេសពីរដួងឲ្យកែវរាំងសីដើម្បីប្រើប្រាស់ក្នុងការតស៊ូជាមួយនឹងសត្រូវកែវពិសេសទី1មានឈ្មោះថាមណីដំរីសអាចបណ្ដាលឲ្យមានដំរីសទិព្វនិងអាវុធពិសេសផ្សេងៗពីនគរនាគចំណែកឯកែវពិសេសទី2គឺជាកែវពណ៌មាសដែលអាចបណ្ដាលឲ្យមានកែវពេជ្រមាសប្រាក់ហើយពន្លឺរបស់វាក៏អាចធ្វើឲ្យអ្វីៗដែលយើងចង់បានខ្លាចទៅជាមាសបានដែរកែវរាំងសីក៏ប្រញាប់ទទួលយកកែវវិសេសទាំងពីរមកទុករួចតាមរាជាធ្វើដំណើរចេញពីនគរនាគភ្លាមរាជាបានឲ្យកែវរាំងសីឡើងជិះលើខ្នងហើយបានហែលទឹកនាំគាត់ទៅទម្លាក់នៅមាត់ទន្លេមុននឹងលាមិត្តភក្តិជាទីស្រឡាញ់ហើយហែលត្រឡប់ទៅនគរនាគវិញកែវរាំងសីក៏ត្រូវដើរដោយថ្មើរជើងបន្តទៀតទៅផ្ទះរបស់ខ្លួននៅកណ្ដាលព្រៃប៉ុន្តែផ្លូវនោះឆ្ងាយគួរសមដែរកែវរាំងសីក៏ត្រូវរកកន្លែងសម្រាកនៅទីក្រុងធំមួយនៅក្បែរនោះសិនហើយបន្តដំណើរនៅថ្ងៃបន្ទាប់ទៀតគាត់បានទៅសម្រាកនៅប្រាសាទតុងដែងដែលជាកន្លែងសម្រាប់ធ្វើពិធីផ្សេងៗរបស់សេដ្ឋីចិត្តល្អម្នាក់ខណៈពេលដែលកែវរាំងសីកំពុងតែដេកលក់គាត់បានយកកែវមณีដំរីសនិងកែវពណ៌មាសមកដោះសម្អាតនៅពេលដែលដោះសម្អាតរួចកែវរាំងសីក៏លើកកែវពណ៌មាសនោះពីលើក្បាលហើយបាននិយាយពាក្យថាសាធុភ្លាមនោះកែវវិសេសក៏បណ្ដាលឲ្យប្រាសាទតុងដែងខ្លាចទៅជាប្រាសាទមាសទាំងមូលដោយមិនដឹងខ្លួនពេលព្រឹកព្រលឹមមកដល់សេដ្ឋីដែលភ្ញាក់ពីដំណេកក៏ឃើញពន្លឺពណ៌មាសចាំងចូលភ្នែកចេញពីប្រាសាទរបស់ខ្លួនគាត់ក៏ប្រញាប់ទៅមើលហើយគិតថាអស្ចារ្យណាស់សេដ្ឋីក៏ប្រញាប់សួររកកែវរាំងសីតើមានអ្វីកើតឡើងកែវរាំងសីក៏បានរៀបរាប់ការពិតទាំងអស់ថាកែវវិសេសរបស់គាត់គឺជាអ្នកដែលធ្វើឲ្យប្រាសាទទៅជាពណ៌មាសបែបនេះធ្វើឲ្យសេដ្ឋីចង់បានកែវវិសេសមាសនោះខ្លាំងណាស់ប៉ុន្តែសេដ្ឋីគឺជាមនុស្សដែលមានចិត្តល្អគួរសមគាត់មិនបានគិតចង់ដណ្ដើមយកវាមកទទេនោះទេតែគាត់បានស្នើសុំផ្លាស់ប្ដូរជាមួយនឹងកែវវិសេសរបស់ខ្លួនដែលមានឈ្មោះថាកែវសាយ៉ាំកែវវិសេសនេះមានទំហំតូចប៉ុន្តែបើអាប់នៅក្នុងមាត់នោះអ្វីៗដែលនិយាយនឹងខ្លាចទៅជាការពិតចំណែកឯកែវរាំងសីដែលមិនចង់បានកំណត់ទ្រព្យអ្វីឡើយគាត់គ្រាន់តែចង់ទៅដណ្ដើមយកភរិយារបស់គាត់ប៉ុណ្ណោះគាត់ក៏យល់ព្រមផ្លាស់ប្ដូរជាមួយនឹងកែវវិសេសនោះហើយក៏លាសេដ្ឋីធ្វើដំណើរត្រឡប់ទៅផ្ទះជួបនឹងម្ដាយដោយសុវត្ថិភាពមិនយូរប៉ុន្មានដំណឹងដែលថាកែវរាំងសីបានត្រឡប់មកពីរណ្ដៅអាត់កំបាំងវិញក៏បានរីករាយដល់ដូចភ្លើងឆេះព្រៃនាយរក្សាដែលដឹងរឿងគ្រប់យ៉ាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលកែវរាំងសីមិនទាន់ស្លាប់ថែមទាំងអាចត្រឡប់មកពីរណ្ដៅអាត់កំបាំងនោះបានដោយគ្មានអ្នកណាជួយទៀតផងនាយរក្សាក៏ប្រញាប់យកដំណឹងនេះទៅរាយការណ៍ដល់ព្រះបាទព្រហ្មទត្តដោយរៀបរាប់បន្ថែមថាកែវរាំងសីកំពុងតែត្រឡប់មកវិញដើម្បីទារកំណត់ទ្រព្យនឹងនាងវិយុរាហើយគេនឹងមិនយោគយល់ដល់ព្រះរាជាជាដាច់ខាតកាលបើព្រះបាទព្រហ្មទត្តបានលើដូច្នេះខ្ញាល់ខ្លាំងណាស់ដោយសារព្រះបាទព្រហ្មទត្តគិតថាកាលដែលកែវរាំងសីចុះទៅក្នុងរណ្ដៅអាត់កំបាំងនោះគឺជាកាតព្វកិច្ចដែលព្រះបាទបានប្រគល់ឲ្យដូច្នេះកំណត់ទ្រព្យនិងស្រីស្អាតដែលបានត្រឡប់មកវិញគឺត្រូវតែជារបស់ព្រះរាជានៅពេលដែលគិតដូច្នេះហើយព្រះបាទព្រហ្មទត្តក៏មិននៅស្ងៀមឡើយក៏សម្រេចចិត្តលើកទ័ពធ្វើដំណើរទៅផ្ទះរបស់កែវរាំងសីនៅពេលទៅដល់ក៏បានឃើញកែវរាំងសីកំពុងអង្គុយពិសារអាហារនៅមុខផ្ទះយ៉ាងសុខស្រួលចំណែកកែវរាំងសីដែលកំពុងពិសារអា
ហាក៏សំណាងដែរដែលមិនចាំបាច់ធ្វើដំណើរទៅរកព្រះរាជាឲ្យហត់ក៏បន្តអង្គុយពិសាអាហារយ៉ាងស្រុកស្រួលទោះជាមានទាហានព័ទ្ធជុំវិញផ្ទះហើយក៏ដោយព្រះបាទព្រហ្មទត្តដែលគង់នៅលើខ្នងដំរីឈឺចិត្តខ្លាំងណាស់ក៏ប្រញាប់បញ្ជាឲ្យទាហានវាយលុកភ្លាមប៉ុន្តែទាហានទាំងនោះបែរជាបែរមុខដាក់គ្នាហើយកាប់សម្លាប់គ្នាឯងទៅវិញទាំងអស់នេះគឺសុទ្ធតែជាស្នាដៃរបស់កែវរាំងសីដែលបានអាប់កែវសាយ៉ាំនៅក្នុងមាត់ហើយបានបញ្ជាឲ្យទាហានកាប់ចាក់គ្នាឯងព្រះបាទព្រហ្មទត្តនិងទាហានដែលនៅសល់ក៏បានត្រឹមតែឈើមើលពលរបស់ខ្លួនស្លាប់បន្តិចម្ដងប៉ុន្តែព្រះបាទព្រហ្មទត្តនៅតែមិនចោះចាញ់ក៏បានបញ្ជាឲ្យមេដំរីធ្វើដំណើរដើរចូលទៅផ្ទះរបស់កែវរាំងសីដើម្បីសម្លាប់កែវរាំងសីដោយខ្លួនឯងប៉ុន្តែដំរីបែរជាត្រូវបញ្ជារបស់កែវរាំងសីបង្ខំឲ្យវង្វល់កងដាវទៅកាប់ក្បាលរបស់ព្រះបាទព្រហ្មទត្តស្លាប់នៅលើខ្នងដំរីទាហានដែលនៅសល់នៅពេលដែលឃើញព្រះរាជាស្លាប់ក៏ព្យាយាមចូលទៅវិញលោកកែវរាំងសីពេលនេះកែវរាំងសីក៏បានប្រើកែវមณีដំរីសបណ្ដាលឲ្យមានដំរីសនឹងដើរទៅចេញមកមុននឹងឡើងទៅលើមេឃបង្ហាញឫទ្ធិអំណាចក្រវីដាវវិសេសហើយផ្លេកបន្ទោលធ្លាក់មកលើដីជាង10ដងរហូតដល់ទាហានទាំងអស់ភ្ញាក់ផ្អើលមិនដឹងត្រូវធ្វើអ្វីហើយក៏ត្រូវចោះចាញ់នឹងឫទ្ធិអំណាចរបស់កែវរាំងសីហើយបានលើកកែវរាំងសីឲ្យធ្វើជាព្រះរាជាជំនួសព្រះបាទព្រហ្មទត្តភ្លាមក្រោយមកមិនយូរប៉ុន្មានក្រុមទាហានក៏បានលើកក្បួនដង្ហែមកនាំកែវរាំងសីនិងម្ដាយឲ្យធ្វើដំណើរទៅរស់នៅក្នុងវាំងនៅពេលដែលកែវរាំងសីទៅដល់ព្រះរាជវាំងគាត់ក៏ប្រញាប់ទៅរកនាងវយុរាភ្លាមនាងវយុរាដែលពេលនេះជានាគកំពុងដេកគួយនៅក្នុងប្រាសាទក៏ត្រូវបានដោះលែងឲ្យចេញពីប្រាសាទនាងក៏ប្រញាប់វាចេញមកហើយនៅពេលដែលបានជួបនឹងកែវរាំងសីនាងវយុរាក៏ប្រញាប់បំលែងខ្លួនទៅជាមនុស្សដូចដើមវិញហើយក៏ចូលទៅអោបស្វាមីដោយក្តីរីករាយចាប់តាំងពីពេលនោះមកកែវរាំងសីនិងនាងវយុរាក៏បានឡើងគ្រប់គ្រងក្រុងពារាណសីជាស្ដេចនិងជាមហាក្សត្រីដែលប្រជារាស្ត្រគោរពស្រឡាញ់រឿងរ៉ាវមិនទាន់ចាប់ត្រឹមនេះនោះទេព្រះបាទព្រហ្មទត្តគឺជាស្ដេចដ៏ខ្លាំងពូកែមួយអង្គនៅពេលដែលកូនចៅរបស់ព្រះអង្គទាំង101នគរបានដឹងដំណឹងថាព្រះបាទព្រហ្មទត្តបានបាត់បង់ប្រទេសជាតិទៅលើបរិះក្រីក្រម្នាក់ស្ដេចទាំង11នគរក៏ខ្ញាល់ខ្លាំងណាស់ពួកទ្រង់ក៏បានរួបរวมគ្នាបង្កើតទ័ពធំធ្វើដំណើរមកវាយលុកក្រុងពារាណសីដើម្បីកម្ចាត់ព្រះរាជាដែលពួកគេមិនចង់បានឲ្យផុតរលត់ទៅបន្ទាប់ពីកែវរាំងសីបានលួងលោមប្រជារាស្ត្ររបស់ខ្លួនហើយព្រះអង្គក៏បណ្ដាលឲ្យមានដំរីសពីពិភពក្រោមដីនិងដើរវេទមន្តធ្នូវិសេសនិងស្បែកជើងទៅចេញមករួចទ្រង់ក៏ឡើងជិះនៅលើខ្នងដំរីសចេញទៅការពារប្រទេសជាតិតែម្នាក់ឯងស្ដេចទាំង11នគរដែលអង្គុយលើខ្នងដំរីនៅពេលដែលឃើញព្រះរាជាចេញមកស៊ូតែម្នាក់ឯងក៏មិនបានគិតចង់អាណិតអាសូរឡើយក៏ប្រញាប់ជិះដំរីចូលទៅវាយលុកភ្លាមប៉ុន្តែដំរីសរបស់កែវរាំងសីមានក្លិនកាយពិសេសណាស់ដែលធ្វើឲ្យដំរីទាំងអស់សន្លប់ដេកដួលនៅលើដីភ្លាមនៅពេលដែលចូលទៅជិតវាស្ដេចទាំង11នគរក៏ធ្លាក់ពីលើខ្នងដំរីរងរបួសរហូតមិនអាចបន្តតស៊ូបានទាហានដែលឃើញដូច្នេះក៏ប្រញាប់ចូលមកសម្លាប់កែវរាំងសីយ៉ាងក្លាហានកែវរាំងសីក៏លើកដៃឡើងលើមេឃក្រវីដាវបញ្ចេញពន្លឺចែងចាំងធ្វើឲ្យទាហានជាច្រើនឈឺភ្នែករមួលខ្លួននៅលើដីប៉ុន្តែទាហាននៅតែមិនគិតចង់ចោះចាញ់កែវរាំងសីក៏ចាប់ក្នុងវិសេសឡើងហើយបាញ់ព្រួញចេញទៅតែមួយដើមប៉ុណ្ណោះប៉ុន្តែព្រួញតែមួយដើមនោះបានបែកខ្ចាយទៅជារាប់ពាន់ដើមហើយសម្ដៅទៅបង្ករបួសស្នាមដល់ទាហានគ្រប់រូបមុនពេលដែលកែវរាំងសីគំរាមថាប្រសិនបើមិនព្រមចោះចាញ់នោះទេព្រួញទាំងនេះនឹងមិនត្រឹមតែមុតឈាមប៉ុណ្ណោះទេនឹងចាក់ចូលទៅចំក្បាលនិងបេះដូងវិញដោយសារតែអភូតហេតុទាំងនេះស្ដេចនិងទាហានទាំងអស់ក៏ត្រូវតែចោះចាញ់ចាប់តាំងពីពេលនោះមកក្រុងទាំង11ក៏លែងចូលមកធ្វើសឹកជាមួយនឹងក្រុងពារាណសីទៀតហើយបានបញ្ជូនសួយសាអករមកវិញបានបង្កើតខ្លួនជាទីក្រុងបងប្អូនដែលអាចពឹងពាក់គ្នាបានទៅវិញទៅមកកែវរាំងសីក៏បានរស់នៅជាមួយនឹងនាងវយុរានិងម្ដាយរបស់គាត់យ៉ាងមានសេចក្តីសុខដោយមានព្រះអង្គនាគនិងរាជាតែងតែមកសួរសុខទុក្ខជានិច្ចរហូតដល់កែវរាំងសីនិងនាងវយុរាមានកូនប្រុសជាមួយគ្នាពួកគេក៏នៅតែជាសម្ព័ន្ធមិត្តដ៏ល្អជាមួយគ្នាជាមួយនឹងនគរនាគនិងបណ្ដាទីក្រុងនានាបន្តទៅទៀតអស់កាលជាយូរអង្វែងទាំងអស់នេះគឺជារឿងរ៉ាវរបស់កែវរាំងសីដែលខ្ញុំបានលើកយកមកជូនអ្នកទាំងអស់គ្នានាថ្ងៃនេះប្រសិនបើមានកន្លែងណាខុសឆ្គងឬខ្វះខាតអ្នកខ្ញុំសូមអភ័យទោសដល់អ្នកទាំងអស់គ្នាផងបើសិនជាចូលចិត្តវីដេអូបែបនេះសូមកុំភ្លេចជួយ like subscribe ដើម្បីជាកម្លាំងចិត្តដល់ខ្ញុំនិងក្រុមការងារនាងខ្ញុំសូមអរគុណ